ជំរាបសួរបងប្រុសទាំងពីរបាទថ្ងៃនេះខ្ញុំចុះមកចំការបងហើយបានឃើញផ្លែល្អមែនតែនសម្រាប់ចន្ទទីនេះសូមស្គាល់ឈ្មោះបងម្ចាស់ចំការផងហើយនឹងទីតាំងចំការបងខ្ញុំឈ្មោះមុនធុលបាទនៅទីតាំងចំការនៅខាងចំការបាសស្រុកពវៀងខេត្តព្រះវិហារចំការបាសស្រុកពវៀងខេត្តព្រះវិហារបាទបងថ្ងៃនេះថ្ងៃប៉ុន្មានបងថ្ងៃទី21ខែ1ឆ្នាំ2025បងនៅចង់ក្មេងហ៎បាទអញ្ចឹងថ្ងៃទី21ខែ1 2026ហើយឃើញថាចការបងប្រុសផ្លែល្អមែនតែននេះបាទគឺថាចកោមហើយដើមនេះអាយុច្រើនមិនចន្ទីក្មេងៗដើមទៀបទេណាបងបាទចន្ទីនេះបើតាមមើលដើមនេះគឺធំមែនតែនអាយុប្រហែលឆ្នាំបងចន្ទីខ្ញុំដើមមកជា8ឆ្នាំខាងណា8ឆ្នាំណាបាទតែ8ឆ្នាំនេះដើមធំហើយទៅគម្លាតដាំដូចគម្លាតល្អដែរបងបាទ8គុណ8បាទហើយផ្លែល្អមែនតែនហើយបាទល្អខ្លាំងហើយបានប្រឹក្សាបច្ចេកទេសជាមួយក្រុមហ៊ុនអង្គរក្រៀនជាមួយលោកគ្រូខាងនេះណាបាទអញ្ចឹងនេះបាទលោកគ្រូឈ្មោះម៉ែភ័យជាមន្ត្រីអភិវឌ្ឍទីផ្សារបច្ចេកទេសនៅតំបន់ខេត្តព្រះវិហារប្រចាំខេត្តព្រះវិហារបាទហើយពេលដែលប្រើបងមុនពេលប្រើគឺតែងតែប្រឹក្សាជាមួយថេបាទមួយលោកគ្រូថេបាទជាប្រចាំម៉ានថ្ងៃលោកគ្រូថេចុះជួយមើល14 10ថ្ងៃ13អីខ្ញុំភាសាហើយបាទភាសាតាមទូរស័ព្ទតាមអីណាហើយនឹងយើងថតជាឯកសារឲ្យគាត់ឃើញបាទថតផ្ញើតាម Telegram តាមអីចឹងទៅបាទពេលណាគាត់ទៅនេះគាត់ចុះមកមើលទៅគាត់ចុះមើលជាប្រចាំបាទជាប្រចាំហើយអត់មានគិតសេវាណាបងបាទអញ្ចឹងក្រុមហ៊ុនកូក្រៀនយើងមានតាំងផលិតផលផ្គត់ផ្គង់មានតាំងសេវាកម្មប្រឹក្សាយោបល់ free ផ្សំថ្នាំជូនបាទសម្រាប់ចន្ទីបងប្រើផលិតផលកូក្រៀនបងចាប់អារម្មណ៍ថងចំណុចណាខ្លះដែរបងមើលទៅប្លែកពីរដងហ្នឹងប្លែកជាងរាល់ឆ្នាំបងប្លែកជាងរាល់ឆ្នាំហ្នឹងប្លែកបងថាវាផ្លែមូលដើមឆ្នាំនេះផ្លែមូលដើមបាទមូលដើមហ្នឹងជុំវិញដើមហ៎អូផ្លែជុំវិញដើមបាទឆ្នាំទៅបាទជារៀងទី1មូលដើមបាទទី2ឃើញថាក្របធំល្អណាបាទហើយចកោមមិនដែរបងកោមខ្លាំងមកក្នុងឆ្នាំនេះអញ្ចឹងឆ្នាំទៅអត់ដល់នេះរាយឆ្នាំនេះមកចកោមបានទៅមើលដល់តែ20 30ណាឡែវា20 30ទៀតបាទគាត់ថាចង់ថាអួតមាន20 30អូច្រើនបាទជាក់ស្ដែងហើយតិចមានតែម្ដងអត់ទេណាមើលខ្លួនឯងអត់មានថាអួតថាមានតែម្ដងទេអញ្ចឹងហ៎យូមើលនាំដើមផ្សេងទៀតមើលបងមានល្អខ្លាំងហ៎តិចបាក់ដើមល្អខ្លាំងមែនតែនមើលនោះអូខាងលើបាទនេះអូច្រើនណាស់នោះដើមដួងស៊ីបាទមើលនេះគ្រប់ដើមបងឆ្នាំទៅគ្រប់ដើមចឹងដែរហ៎បងកូឆ្នាំទៅអត់គ្រប់ដើមទេណាបាទមិនមានតែមួយដើមគ្រប់ដើមអូមើលឡើងអត់ទុកបាក់នេះអត់ទុលបាយឡើងទុនមកបាទហើយក្នុងមែកក្នុងម្លប់ក៏ផ្លែដែរនេះនេះបាទមែកជុំវិញដើមដូចបងថាមូលដើមហ្មងបងចាំទេការបងជំរុះស្លឹកបាទយើងជំរុះថ្ងៃទីម៉ានខែម៉ានបងខែ10ថ្ងៃទី11 12បាទថ្ងៃ11ថ្ងៃ12ខែ10បាទ
ngày 11 12ខែ10ផលិតផលដែលបងជំរុះមានអីខ្លះបង ចាំហ៎ ជា លីអូ លីអូយូមិចលី បាទលីអូហើយនឹងយូមិចកាលី បាទ បាទលីអូបងប្រើម៉ានគីឡូ លីអូ 1000លីត្រ 1000លីត្រខ្ញុំ2គីឡូ អូ ខ្ញុំបាញ់ធុង500គូ អូធុង500មួយធុងដាក់លីអូម៉ាន ដូចជា កាលគាត់ប្រើយូមិចលី2គីឡូហើយនឹងលីអូគាត់ប្រើ2គីឡូដែរ បាទលោកគ្រូគាត់គាត់ចាំដោយសារគាត់អ្នកផ្សំឲ្យ បងគាត់អត់ស្អីចាំ ចាំទេយូរវិញច្រើនផង បាទអញ្ចឹងជាទូទៅពេលបាញ់ជំរុះហើយប្រហែលថ្ងៃទៀតដែលយើងបាញ់បំពន់បាញ់ ទុំតែ10ថ្ងៃគ្រូ 10ថ្ងៃនេះ ទៅ15ថ្ងៃ 10ថ្ងៃទៅ15ថ្ងៃបងបាញ់ម្ដងណាបាទពីនងមកដល់ឥឡូវប្រហែលប៉ុន្មានដងហើយបង ហើយច្រើនដែរគ្រូប្រហែល តាំងជំរុះតាំងបំពន់ចូល8ដង អូ8ដងបានផ្លែប៉ុណ្ណេះនេះ បាទ យីលឿនមែនតើនេះមើលសុំសួរលោកគ្រូថេតិចទៅ8ដងហ្នឹងមើលមួយវគ្គដាក់អីខ្លះហើយលោកគ្រូ គឺវាដែលគាត់ចាប់តាមជំរុះបាន10ថ្ងៃវាចាប់តាមចេញគ្រួយមករៀលខ្លាញ់មកខ្ញុំចាប់តាមមកគាត់បាញ់ជាមួយបាឡែនជាមួយ Bloom Up អូបាឡែន 1000លីត្រ បាទទឹក1000លីត្រ បាឡែនមកកញ្ចប់ហើយនឹង Bloom Up 1លីត្រ បាទ1លីត្រដែរ ក្រោយមកបាញ់បានរយៈពេល12ថ្ងៃវាចាប់ដើមហើបផ្កាមកចាប់ដើមប្រើជាមួយនឹងម្លិះអង្គអាតូមិកជាមួយកាបូរ៉ុន អូខេ ជាមួយសកានេះ បាទ ការពេលទៅលើសាឡាត់មូសតែ បាទបន្តមកទៀត តមកទៀតយើងឲ្យគាត់ប្រើរូបមន្តដដែលបាទរូបមន្តដដែលបានរយៈពេល10ទៅ15ថ្ងៃយើងចុះមកប្រឹក្សាផ្ទាល់ជាមួយគាត់ចាប់ដើមឲ្យបាញ់ជាមួយនាងម្លិះហើយនឹងហ្គេនបបន្ថែមទៀតហើយឃើញចាប់ដើមលូតដប់មកខ្លាំងយើងឲ្យគាត់ប្រើពណ៌ CRBT កាបូរ៉ុន បាទ ហើយជាមួយថ្នាំជំងឺដើម្បីលាងគ្រាប់វាពួកសត្វឲ្យវាទុំទៅលើក្តាប់ហ្នឹង បាទថ្នាំជំងឺប្រើអីលោកគ្រូ ថ្នាំជំងឺយើងប្រើអាន់វីលជាមួយ130 បាទអានវីលកើសានប្រើឆ្លាស់គ្នាលោកគ្រូបាទឆ្លាស់គ្នា ពីគាត់បាញ់ចុងក្រោយនេះគាត់ប្រើជាមួយ Yank ហើយនឹង CRBT បាទ ជាមួយលំពេងកអាន់វីល បាទ គឺសិតដែរទៅ បាទ ឲ្យទៅកៅដោយសារដល់ពីមកចាញ់ទៅកៅចុះ បាទ ទុក ចកោមអញ្ចឹងដឹងតែមានតកើអីអញ្ចឹងយើងដាក់បកាលឲ្យហើយបាទលំពេងគោប្រើសួរបងវិញលំពេងគោប្រើម៉ាន1000លីត្រដាក់ប៉ុណ្ណាបង 1000លីត្រដាក់2ដង ម៉ានដបបង1000លីត្រ 1000លីត្រដាក់មកដបទៅ 1000លីត្រមកដបលំពេងគោការពារតកើដែរអីលឺបងថារាល់ឆ្នាំប្រើច្រើនណាំពុល ខ្ញុំធ្វើចំណេញមានតែតិច ប្រើតិចទេបាទអញ្ចឹងសម្រាប់ផលិតផលគោក្រៀនយើងប្រើដូចយើងតិចជាង បាទតិចទៅ ពីមុនណា បាទអញ្ចឹងផលិតផលគុណភាពយើងប្រើតិច តិចតែគុណភាព តែគុណភាពបើនិយាយពីការចំណាយបងការចំណាយបងគិតទៅរវាងឆ្នាំទៅហើយឆ្នាំនេះ ឆ្នាំនេះបាញ់ចំណាយតិច ចំណាយតិចជា វាអស់លុយតិច មកវគ្គអស់លុយតិចទេណាបាទព្រោះគេល្បីថាថ្នាំគោក្រៀនថ្លៃហ៎ ប្រើខ្ញុំប្រើហើយ បងប្រើដែរ ប្រើផ្ទាល់ហើយ បាទដល់ពេលប្រើដល់ពេលយើងផ្សំ1000លីត្រទៅ វាអស់លុយតិច បាទចន្លោះប៉ុណ្ណាបងប្រហែលពីប៉ុណ្ណាទៅប៉ុណ្ណាបាទជើង សម្រាប់ចំណាយការប្រើ1000លីត្រ1000លីត្រគូ បាទ អ្នកខ្លះបើគេប្រើក្រៅខ្ញុំលួចសួរគេខ្លះគេប្រើអស់10ឡើងដល់200000ជាងអញ្ចឹងណា អាហ្នឹងគេ គេណា បាទតែសម្រាប់យើង 10ជាងទេ យើង10ជាងឯណាបាទអាចពេលខ្លះ10ក្រាស់ 10ក្រាស់ហ្នឹងហើយ ជួនកាល10ដើង ដើងតាមវគ្គតាមដែលយើងចិនទីយើងដែរ បាទតាមវគ្គយើងប្រឹក្សាតាម ប្រើមិនដែរ បាទតាម មិនដែរចេះប្រើ បាទព្រោះអត់អាចមានថ្នាំណាបាញ់គ្រប់វគ្គឯង វាតម្រូវការវាតាមវគ្គនីមួយហ្នឹងហើយតាមវ័យតាមអាកាសធាតុអញ្ចឹងក៏ក្រៀនយើងយើងប្រើប្រាស់ទៅតាមបញ្ហាទៅតាមការដោះស្រាយនៅបញ្ហាអញ្ចឹងពេញចិត្តអង្គក្រៀនខ្លាំងហ៎បងពេញចិត្តទៅលើអីខ្លះហ៎បង ពេញចិត្តតាំងពីគុណភាពផលិតផល បាទបច្ចេកទេស ទេហើយនឹងបាញ់ បាទសេវាកម្មទៀតណា ពេញចិត្តបាទហើយចន្ទីទាំងអស់ហ្នឹង10ហាត់ ចិនទី5 10ហាត់ 5 10ហាត់បាទ5 10ហាត់ការជំរុះអស់ទឹកម៉ានលីត្រ ប្រហែល
còn lít thế này cái này có chúng tôi đã đam thông bà đang thông អូតែជំរុះទៅដើមធំធំឯងតែកម្រិតប្រើជាទូទៅជំរុះប្រហែលជា1000លីត្រមួយហាត់មើលទៅណា បាទតែពេលយើងថែបានយើងបន្ថយវិញ bà luôn về những thái thôi chặt vinh បាទយើងបន្ថយ chấm rút những tật trời បាទប្រើទឹកច្រើនដើម្បីឲ្យវាសប់ចេញគ្រប់មែកបាទផ្លែស្អាតមែនតើនេះហើយបានបាញ់ហ្គេនខេមកទៀតបាទឆ្លោះក្របឆ្លោះសល្អនេះយើងបាញ់តែមួយជើងទៀតបានរើសហើយ ban rơi rồi បាទបាទហ្នឹងហើយនោះមើលមែកណាលោកងងូ បាទមើលណែនបាទហើយសឹងគ្រប់ដើមបាទសឹងគ្រប់ដើមហើយផ្កាក្រោយល្អទៀតណាផ្កាក្រោយចេញមកបាទផ្កាក្រោយល្អចេញមកទៀតបាទអញ្ចឹងចុងក្រោយអរគុណច្រើនបងសម្រាប់ការផ្ដល់បទសម្ភាសន៍ហើយអរគុណដែរលោកគ្រូថេបានចុះគ្រប់គ្រងបច្ចេកទេសដល់បងប្អូនម្ចាស់ចការយើងបាទអរគុណច្រើនជម្រាបលាជូនពរសុខភាពល្អរកទទួលទានមានបានជាពិសេសលក់ចន្ទីនេះឲ្យបានតម្លៃថ្លៃបាទអរគុណបាទតាម7,000បាទជូនពរឲ្យសម្រេចបងអរគុណបាទ